មីស៊ីលបាញ់ពីអាកាសទៅអាកាសមិនធ្លាប់មានលើផែនដីអាមេរិកកំពុងសង្ងំបង្កើតអាចបាញ់ទម្លាក់សត្រូវពីចម្ងាយ 1600 គីឡូម៉ែត្រសហរដ្ឋអាមេរិកកំពុងជំរុញការអភិវឌ្ឍអាវុធជំនាន់ថ្មីមួយដែលអាចផ្លាស់ប្ដូររបៀបធ្វើសង្គ្រាមតាមអាកាសទាំងស្រុងវាគឺជាគម្រោងមីស៊ីលអាកាសទៅអាកាស AFLOW Air Force Long Range Weapon ឬប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយរបស់កងទ័ពអាកាសដែលមានគោលដៅអាចឲ្យវាយប្រហារគោលដៅពីចម្ងាយយ៉ាងតិច 1600 គីឡូម៉ែត្រនេះបើតាមការបញ្ជាក់របស់កងទ័ពអាកាសសហរដ្ឋអាមេរិក US Air Force នៅថ្ងៃទី 24 ខែមិថុនាប្រសិនបើគម្រោងនេះជោគជ័យវានឹងក្លាយជាមីស៊ីលអាកាសទៅអាកាសដែលមានចម្ងាយបាញ់ឆ្ងាយបំផុតមួយដែលកងទ័ពអាកាសអាមេរិកធ្លាប់អភិវឌ្ឍនិងអាចផ្លាស់ប្ដូរយុទ្ធសាស្ត្រប្រយុទ្ធតាមអាកាសក្នុងសតវត្សទី 21 មីស៊ីល AFLOW មានចម្ងាយបាញ់ឆ្ងាយជាងមីស៊ីល AIM-120 AMRAAM ចំនួនចុងក្រោយប្រមាណ10ដងមានន័យថាយន្តហោះប្រយុទ្ធនេះអាចវាយប្រហារគោលដៅសំខាន់ៗបានពីចម្ងាយដ៏ឆ្ងាយដោយមិនចាំបាច់ចូលទៅក្នុងតំបន់ដែលមានការការពារយ៉ាងតឹងរ៉ឹងរបស់សត្រូវនោះទេអ្នកជំនាញយោធាវិតម្លៃថាអាវុធនេះអាចផ្លាស់ប្ដូរច្បាប់នៃសង្គ្រាមតាមអាកាសព្រោះគោលដៅដែលធ្លាប់តែស្ថិតនៅខាងក្រោយសមរភូមិនឹងប្រែជាទីមានសុវត្ថិភាពវិញខណៈយន្តហោះព្រមានមុនយន្តហោះចាក់ប្រេងលើអាកាសឬយន្តហោះបញ្ជាការប្រយុទ្ធនឹងក្លាយជាគោលដៅចម្បងដែលស្ថិតនៅក្នុងរយៈចម្ងាយវាយប្រហាររបស់មីស៊ីលនេះជំនួសអ្វីដែលធ្វើឲ្យ AFLOW កាន់តែគួរឲ្យចាប់អារម្មណ៍គឺវាមិនមែនពឹងផ្អែកតែលើរ៉ាដារបស់យន្តហោះដែលបាញ់វាចេញនោះទេផ្ទុយទៅវិញវាទៅបានគ្រោងឲ្យភ្ជាប់ជាមួយបណ្ដាញព័ត៌មានដ៏ធំដែលរួមមានផ្កាយរណបយន្តហោះនាវាចម្បាំងប្រព័ន្ធនៅលើដីនិងប្រព័ន្ធបញ្ជាការ Digital ដើម្បីទទួលបានព័ត៌មានគោលដៅនិងកែតម្រូវទិសដៅក្នុងពេលកំពុងហោះហើរមីស៊ីលប្រភេទនេះក៏ទៅបានគេរំពឹងថានឹងមានល្បឿនខ្ពស់ខ្លាំងរួមទាំងអាចប្រើបច្ចេកវិទ្យាច្រើនដំណាក់កាលដើម្បីរក្សាថាមពលហោះហើររហូតដល់ចុងបញ្ចប់នៃបេសកកម្មប្រសិនបើការអភិវឌ្ឍបានជោគជ័យវានឹងក្លាយជាបច្ចេកវិទ្យាដែលស្មុគស្មាញបំផុតមួយក្នុងវិស័យមីស៊ីលអាកាសទៅអាកាសតាមអ្នកវិភាគយោធា Joseph Trevithick នៃគេហទំព័រ The War Zone ការដែលកងទ័ពអាកាសអាមេរិកដាក់ចេញនៅតម្រូវការបែបនេះគឺជាសញ្ញាបង្ហាញថាសង្គ្រាមនាពេលអនាគតនឹងមិនវាស់ស្ទង់ត្រឹមតែសមត្ថភាពរបស់យន្តហោះឬក៏មីស៊ីលប៉ុណ្ណោះទេប៉ុន្តែវាអាស្រ័យលើការតបជាប់ព័ត៌មាននិងបណ្ដាញគោលដៅដ៏ទូលំទូលាយដែលអាចដកឃើញនិងវាយប្រហារសត្រូវបានមុនគេអ្នកជំនាញជាច្រើនក៏មើលឃើញថាគម្រោង AFLOW គឺជាការឆ្លើយតបទៅនឹងការកើនឡើងនៃប្រព័ន្ធ A2/AD របស់ប្រទេសគូប្រជែងដែលបានរចនាឡើងដើម្បីរារាំងកងកម្លាំងអាមេរិកមិនឲ្យចូលបប្រតិបត្តិការក្នុងតំបន់ជម្លោះបើសិនបើមីស៊ីល AFLOW ចូលបម្រើការពិតប្រាកដវានឹងមិនត្រឹមតែជាអាវុធថ្មីមួយប៉ុណ្ណោះទេប៉ុន្តែអាចក្លាយជាចំណុចរបត់ដ៏សំខាន់នៃសង្គ្រាមតាមអាកាសដែលអាចអនុញ្ញាតឲ្យវាយប្រហារគោលដៅនៅចម្ងាយដែលមនុស្សជាច្រើនមិនធ្លាប់នឹកស្មានដល់ខ្ញុំមេងធីតា MHJ TV News